វត្ថុសិល្បៈវត្ថុសម័យបុរេប្រវត្តិសាស្ត្រនិងវត្ថុអំពីថ្មនិងសម្រិតក្នុងសម័យមុនអង្គរនិងសម័យអង្គរបានវិលមកដែនដីសវណ្ណភូមិវិញកម្ពុជាបានទទួលវត្ថុខ្មែរចំនួន296វត្ថុពីលោកបណ្ឌិតអ៊ីស្វ៉ាន់សេលនីកជនជាតិហុងគ្រីដើម្បីរក្សាទុកជាសម្បត្តិជាតិនៅសារមន្ទីរជាតិកម្ពុជាពិធីប្រគល់វត្ថុសិល្បៈខ្មែរដ៏មានតម្លៃនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី20ខែវិច្ឆិកានៅសារមន្ទីរជាតិកម្ពុជាបើតាមក្រសួងវប្បធម៌និងវិចិត្រសិល្បៈវត្ថុបុរាណទាំងនេះរួមមានកងដៃលោហៈកាក់កងដៃកែវបណ្ដុំអលង្ការលឿងបន្តោងកែវអង្កាំកែវក្រវិលកែវពុម្ពថ្មកងដៃកញ្ចក់អង្កាំដីដុតពុម្ពឬត្រាដីដុតប្រដាប់បុកស្លានិងចង្កៀងខ្លាញ់ត្រីអំពីប្រាក់និងវាយនភ័ណ្ឌដែលមានអាយុកាលតាំងពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់សតវត្សទី20ដែលភាគច្រើនត្រូវបានលួចនាំចេញពីកម្ពុជាក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើនទសវត្សរ៍កន្លងទៅក្នុងចំណោមវត្ថុដែលលោកអ៊ីស្វ៉ាន់សេលីកបានប្រគល់មកនេះមានសមុទ្រជ័យវាយនភ័ណ្ឌចំនួន183ផ្ទាំងដែលមានសារៈសំខាន់បំផុតសម្រាប់ការសិក្សាស្រាវជ្រាវនាពេលអនាគតដើម្បីស្វែងយល់ពីមូលដ្ឋានក្បាច់នានាដែលដូនតាខ្មែរបានបន្សល់ទុកកន្លងមកបុរសហុងគ្រីរូបនេះក៏ធ្លាប់បានប្រគល់វត្ថុសិល្បៈខ្មែរជូនសារមន្ទីរជាតិកម្ពុជាតាំងពីឆ្នាំ2011មកម្ល៉េះដែលមានចំនួនសរុប222វត្ថុរួមមានវត្ថុធ្វើអំពីថ្មកុលាបភាជន៍និងលោហៈជាដើមរូបភាព Facebook ក្រសួងវប្បធម៌និងវិចិត្រសិល្បៈទាក់ទងទៅនឹងព័ត៌មាននេះក៏បានបញ្ចប់សូមអរគុណសូមជម្រាបលា